Ba này vậy ông pi đừng kroi bột sắt khét bà đầm bong khang ok chia nhẹ na còn là bay nhẹ na có squall đây vậy trong ru chít cứ bà em ngangแต่ម្ដងបងប្អូនដែលគាត់ត្រូវការកំងចង់យកទៅញ៉ាំណាទិញយកទៅញ៉ាំឬក៏ទិញជូនម៉ាក់ប៉ាបងប្អូនអាចតាក់ទងផេកខ្ញុំបានខ្ញុំទៅនេះជូនទី1គឺរឿងតម្លៃគឺសមរម្យកដាលតែម្ដងទី2គឺរឿងរសជាតិផ្ទាល់តែម្ដងអញ្ចឹងបងប្អូនទិញយកទៅញ៉ាំមិនខុសទេហើយនេះគឺជាអីវ៉ាន់បងប្អូនដែលគាត់កំងណាក្រូចដែលបងប្អូនកំង ម្នាក់មួយផ្លូនពីរផ្លូន3ផ្លូន4ផ្លូន5ផ្លូនរហូតដល់អ្នកខ្លះគាត់កំងដល់10ផ្លូនយកទៅចែកបងប្អូនណាក្រូចរបស់ខ្ញុំអត់និយាយរឿងអ៊ូទេទី1បងប្អូនមើលតាមរូបភាពទៅទី2អេវ៉ាន់ហ្នឹងគឺយើងលក់ជារៀងរាល់ថ្ងៃតែម្ដងហើយបងប្អូនខ្លះគាត់កំងមួយផ្លូនទៅសាដំបងហើយដល់ពេលគាត់ញ៉ាំបាន2 3ថ្ងៃគាត់កំង3ផ្លូន4ផ្លូនភាគច្រើនគឺអញ្ចឹងតែម្ដងហើយមួយវិញទៀតសម្រាប់បងប្អូននៅតាមបណ្ដាខេត្តមិនថាស្វាយរៀងមិនថាតាកែវរតនគិរីក៏ចេះទេគឺយើងមានទទួលផ្ញើរហូត25ខេត្តក្រុងតែម្ដងណាគឺយើងផ្ញើជាមួយក្រុមហ៊ុនដឹកជូនផ្ទាល់តែម្ដងហើយនេះអីវ៉ាន់បងប្អូនដែលគាត់កំងនិយាយចំគឺគាត់កំងច្រើនមែនទែនដូចខ្ញុំបញ្ជាក់ចឹងឯងមួយផ្លូនពីរផ្លូនក៏ខ្ញុំផ្ញើដែរឲ្យតែបងប្អូនទិញណាបញ្ជាក់អីវ៉ាន់របស់ខ្ញុំគឺយើងបេះថ្មីពីដើមណាយើងបេះភ្លាមហើយយើងរៀបចំជូនភ្លាមពីដើមតែម្ដងមិនមែនក្រូចសល់ក្រូចទុកយូរថ្ងៃអីទេនៅពេលដែលបងប្អូនកំងគឺយើងទទួលបើកការកំងរហូតដល់ម៉ោង4ល្ងាចណាហើយម៉ោង5ល្ងាចហ្នឹងគឺយើងចាប់ផ្ដើមវាយកេះបិទរៀបចំតែម្ដងនេះជាក់ស្ដែងគឺយើងរៀបចំផ្ញើជូនទៅដល់បងប្អូនណាអ្នកខ្លះគាត់នៅកំពង់ចាមអ្នកខ្លះគាត់នៅស្វាយរៀងអ្នកខ្លះគាត់នៅតាកែវអ្នកខ្លះក៏កំពតអីចឹងគឺយើងផ្ញើជូនបានគ្រប់25ខេត្តក្រុងតែម្ដងបច្ចៈអ្នកភ្នំពេញអីវ៉ាន់ដល់ដៃចាំទូទាត់លុយក៏បានដែរប៉ុន្តែបងប្អូនដែលនៅតាមខេត្តបងប្អូនត្រូវតែវេលុយមកមុនណាទាំងថ្លៃសេវាដឹកទាំងថ្លៃក្រូចហើយយើងរៀបចំអីវ៉ាន់ជូនបងប្អូនតែម្ដងនេះអីវ៉ាន់ដែលចាញ់ជារៀងរាល់ថ្ងៃតែម្ដងអរគុណ